ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា547បទស៊ីសំណូករបស់សាក្សីបទស៊ីសំណូករបស់សាក្សីដើម្បីធ្វើសក្ខីកម្មคล้ายៗត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំអំពើរបស់សាក្សីណាដែលទទូចសុំឬយល់ព្រមទទួលយកដោយផ្ទាល់ឬប្រយោលនៅអំណោយជំនួនការសន្យាឬអត្ថប្រយោជន៍អ្វីមួយដើម្បី1មិនធ្វើជាសាក្សី2ផ្ដល់សក្ខីកម្មភូតកុហកមាត្រា546នៃក្រមព្រហ្មទណ្ឌបទសម្លុតសាក្សីគ្រប់អំពើសម្លុតដែលប្រព្រឹត្តដោយចារីតែម្នាក់ឯងឬដោយមានការព្រមព្រៀងជាមួយតតិយជនដើម្បីយ៉ាងឲ្យសាក្សីកុំឆ្លើយឬឲ្យផ្ដល់ដោយផ្ទាល់មាត់ឬដោយលាយលក្ខណ៍អក្សរនៅសក្ខីកម្មភូតកុហកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំប្រសិនបើបទល្មើសនេះសម្ដែងចេញជាលទ្ធផលមាត្រា548នៃក្រមព្រហ្មទណ្ឌបទសូកប៉ាន់សាក្សីត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំរាល់បុគ្គលណាដែលប្រគល់ឲ្យសាក្សីដោយផ្ទាល់ឬប្រយោលនៅអំណោយជំនួនការសន្យាឬអត្ថប្រយោជន៍អ្វីមួយដើម្បី1មិនធ្វើជាសាក្សី2ផ្ដល់សក្ខីកម្មភូតកុហកអ្វីចាបងបើគាត់លុយកាក់ចាយអីប្រាប់ពូមកកុំខ្លាចចិត្តខ្លាចខ្លាំងអីពូសុំតែម្យ៉ាងថ្ងៃណាទំនេរនាំបងទៅលេងឋានសួគ៌ផងពូកុំធ្វើចឹងអាសនបាទនេះថាប់ឡាជួយទៅប្រជុំបាទនេះសុខាអរគុណខ្ញុំគិតថាពុសាណាគាត់មិនគួរធ្វើចឹងដល់លើអ្វីសោះតែរឿងចវាយនាយកុំធ្វើចេះដឹងពេកប្រយ័ត្នតែអត់ការងារធ្វើណាតែខ្ញុំក៏ជាស្រីដែរថ្ងៃនេះគាត់ធ្វើដាក់លើអ្វីចុះបើថ្ងៃក្រោយគាត់ធ្វើដាក់លើខ្ញុំវិញនោះអូនណាវីខ្ញុំលាអ្នកទាំងពីរសិនណាសុខាឯងធ្វើប្រយ័ត្នខ្លួនផងកុំឲ្យដូចខ្ញុំតែយើងនៅស្គីមិនបានទេយើងត្រូវតែប្រឹងណែមានខ្ញុំហើយនឹងបងជឿណាជួយធ្វើជាសាក្សីឲ្យឯងបានណាតែខ្ញុំអត់ទាន់ដឹងទេឡើយខ្ញុំលាអ្នកទាំងពីរសិនណានៅឲ្យបានសុខសប្បាយទៅចុះណាវីអាសនឯងព្រឹកមិញមានឃើញខ្លះបាទមេខ្ញុំអត់បានឃើញអីទាំងអស់ហ្នឹងមេល្អហើយចឹងព្រឹកមិញអញចុះពីលើអូហ្វីសមកឯងជូនអញទៅប្រជុំនៅសមាគមមែនទេបាទមេចុះពីលើអอฟហ្វីសមកខ្ញុំជូនទៅប្រជុំនៅសមាគមហ្មងតែមេខ្ញុំដូចជាចង់សុំមេដូរទូរស័ព្ទថ្មីមេឲ្យវារៀងស្លីកគេដែរហ្នឹងមេយក$300ទៅដូរទូរស័ព្ទតែកុំភ្លេចណាព្រឹកមិញអញចុះពីលើអូហ្វីសមកឯងជូនអញទៅប្រជុំតែមែនទេបាទមេអត់ភ្លេចទេមេអរគុណច្រើនមេក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា547បទស៊ីសំណូករបស់សាក្សីបទស៊ីសំណូករបស់សាក្សីដើម្បីធ្វើសក្ខីកម្មคล้ายៗត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំអំពើរបស់សាក្សីណាដែលទទូចសុំឬយល់ព្រមទទួលយកដោយផ្ទាល់ឬប្រយោលនៅអំណោយជំនួនការសន្យាឬអត្ថប្រយោជន៍អ្វីមួយដើម្បី1មិនធ្វើជាសាក្សី2ផ្ដល់សក្ខីកម្មភូតកុហកអ
mấy ai thưa gì nhom mấy rương prật manh á hãy cùng chết thua đăng thua lưu bình bán ông cho bán nào về cái đắng thưa mấy thưa ông bơ việc đăng á anh cần thưa xạ xây vậy ông rứa có thua xạ xây oi nào vi của bạn tại ấy tôi chơi thà ông á cho phải lượt tia rút tao phải chung tay mà đòn lư đấy bán ông ba mình chẳng thế hãy từ tia hãy nhé từ dốt lôi mặt đai ấy để chụp cái ánh nhé vô mà son anh ỏi hỏi vậy trong tên nào của tôi từ bán ông khi ông nâng thua tám ông prap tiếng ông មាត្រា546នៃក្រមព្រហ្មទណ្ឌបទសម្លុតសាក្សីគ្រប់អំពើសម្លុតដែលប្រព្រឹត្តដោយចារីតែម្នាក់ឯងឬដែលមានការព្រមព្រៀងជាមួយតតិយជនដើម្បីយ៉ាងឲ្យសាក្សីកុំឆ្លើយឬឲ្យផ្ដោតដោយផ្ទាល់មាត់ឬដោយលិលាអក្សរនៅសក្ខីកម្មភូតកុហកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំប្រសិនបើបទល្មើសនេះសម្ដែងចេញជាលទ្ធផលអរគុណសុខាអង្គុយចុះមកសុខាចូលឆ្នាំនេះទៅស្រុកសប្បាយទេចាលោកពូសប្បាយ និយាយចឹងឪពុកម្ដាយក្មួយគាត់សុខសប្បាយទេ ចាលោកពូក៏សុខសប្បាយ ល្អហើយចឹងក្មួយយកលុយនេះទៅស្រុកដើម្បីធ្វើដើមទុនរកស៊ីទៅអត់ទេលោកពូខ្ញុំអត់ត្រូវការទេ បើមិនក្រនថែម100ទៀតណា អត់ទេលោកពូ បើមិនចង់ទៅស្រុកវិញទេនៅធ្វើការជាមួយពូបន្តទៅទៀតក៏បានដែរហើយលុយនេះទុកចាយចុះតែក្មួយត្រូវជួយពូរឿងមួយរឿងអីទៅលោកពូ រឿងពីព្រឹកបាញ់ហ្នឹងណាពិសិដ្ឋតែជារឿងយល់ច្រឡំទាំងអស់ពូអត់មានបានធ្វើអីណាវិញទេបើគេសួរក្មួយគ្រាន់តែប្រាប់គេថាពូនេះទៅប្រជុំតាំងពីព្រឹកបាត់ហើយចុះបើ គ្មានចុះបើអីទេណានិយាយតាមតពូប្រាប់ទៅ ចាលោកពូ មាត្រា548នៃក្រមព្រហ្មទណ្ឌបទសុបញ្ញសាក្សីត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំរាល់បុគ្គលណាដែលប្រគល់ឲ្យសាក្សីដោយផ្ទាល់ឬប្រយោលនៅអំណោយជំនួនការសន្យាឬអត្ថប្រយោជន៍អ្វីមួយដើម្បី1មិនធ្វើជាសាក្សី2ផ្ដល់សក្ខីកម្មភូតកុហកផលិតដោយអគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍវិស័យយុតិធម៌នៃក្រសួងយុតិធម៌សម្របសម្រួលដោយលោកកេតស៊ីណែតប្រធាននាយកដ្ឋានស្រាវជ្រាវនិងបណ្ដុះបណ្ដាល